និទានមួយថាមានប្តីប្រពន្ធនិងកូនស្រីមួយជាអ្នកលំបាកកំសត់ទុរគតរកព្រឹកបានស៊ីតែព្រឹករល្ងាចបានស៊ីតែល្ងាចពុំមានទ្រព្យរបស់អំរោះអំរអ្វីឡើយទើបបុរសជាប្តីប្រពន្ធនោះគិតគ្នាថាលំនៅយើងសពថ្ងៃលំបាកណាស់មកយើងទៅរកលោកឯណាដែលមានទ្រព្យសម្បត្តិច្រើនលោកមើលដំណើរលោកតើលោកធ្វើដោយម្ដេចខ្លះទើបមានទ្រព្យសម្បត្តិច្រើនអ្នកប្តីនិយាយបែបនេះហាក៏ល្អដែរដោយសារតែជីវភាពយើងរាល់ថ្ងៃនេះហារកព្រឹកបានស៊ីតែព្រឹករកល្ងាចបានស៊ីតែល្ងាចមែនហើយពុកមែនហើយម៉ែយើងគួរតែរើខ្ទមទៅនៅក្បែរផ្ទះសេដ្ឋីលបមើលដំណើរលោកពីរបៀបរកស៊ីក្រែងមានទ្រព្យសម្បត្តិច្រើននឹងគេផុសបាយឯងช่วยเชื่อขอลุงค่ะตัวเองจับตัวใส่การขาดใจเตอร์ขอลุงค่ะពុកម៉ែមើលចោះលោកសិទ្ធិតែងតែប្រើកម្មករឲ្យទៅធ្វើស្រែចម្ការដើម្បីបានទ្រព្យយកមកបំពេញឃ្លាំងពុំដែលដាច់សោះយើងមើលទៅមានតែរុះរើខ្ទមទៅនៅក្បែរផ្ទះលោកសិទ្ធិលបមើលដំណើរលោកសិទ្ធិក្រែងមានទ្រព្យសម្បត្តិច្រើននឹងគេហើយមើលទៅគោលនក្រឹម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 ក្រហមគ្មានភ្លៀងអងអោធម្មជាតិមិនទៀងអនិច្ចាចិន្តាអ្នកស្រែកូនចាម៉ែកូនឯងរត់ទៅយកក្អមដូចទឹកឲ្យទៅផ្ទះមុនម៉ែចុះណាកូនចាម៉ែបើទៅហើយទៅស្រួលបួនណាកូនចាពុកតើនេះមិនកាអ្វីត្រង់នោះទេខ្ញុំមិនកាត់អីទេប៉ុន្តែកៅរបស់លោកគឺទឹកអស់ហើយមែននាងតើនេះមានប្រែណាមកសងឲ្យលោកប្រុសរបស់ខ្ញុំមិនបានជាអីទៅនាងបែបនេះលោកម្ចាស់គ្រួសារខ្ញុំក្រណាស់គ្មានលទ្ធភាពឯណាសងប្រាក់លោកទេមិនអីទេនាងតែសុំនាងប្រយ័ត្នប្រយែងយមុនផងតោះយើងទៅទេជើញលោកប្រុសមួយរយៈនេះយើងធ្វើត្រាបតាមលោកសិទ្ធិបានទ្រព្យសម្បត្តិច្រើនមានគោក្របីនិងមានសុភមង្គលជាងមុនមែនទេអូនបងយ៉ែមអើយបងយ៉ែមចាលោកស្រីយីនាងនេះតាមមិនមើលផ្លូវសោះនាងកៃដែរលោកស្រីបងយ៉ែមជួយយកផ្កាទៅទុកនៅក្រោយតិចណាចាលោកស្រីណាលោកប្តីប្រហែលឆ្នាំមកនេះហាគ្រួសារយើងមិនលំបាកដូចមុនទេមែនទេកូនមែនហើយម៉ែគ្រួសារយើងឥឡូវធូរធារមានទ្រព្យសម្បត្តិច្រើនចាយមិនអស់ទេឥឡូវយើងគួរតែយកទ្រព្យសម្បត្តិមួយស្តុកទៅឲ្យលោកសិទ្ធិទុកជាការដឹងគុណមែនហើយពុកត្រូវហើយឯងពុក
ពុកម៉ែកូនណារាល់ថ្ងៃដូចជាអបសុកដល់ហើយពុកម៉ែគិតមើលលេងតែជាមួយពួកបងអ្នកបំរើគ្នាសប្បាយស្អីផងពុកម៉ែគួរនាំគ្នាយកប្អូនមួយទៀតគ្រាន់បានណាជាគ្នាជាមួយនឹងខ្ញុំបានឬទេ តាមកូនចោះឯង បានហើយលោកស្រី យ៉ាងម៉េចហើយលោកប្តី អណៃទេស្រូវយើងមើលទៅល្អណាស់មិនយូរមិនឆាប់ទេកុំតែបានប្រមូលផលហើយ អូនឥឡូវយើងមកដល់ផ្ទះលោកស្ថៃហើយ ណែឯប្រពន្ធទាំងពីរបុកតែអញមានការអ្វីដែរចងអង្គុយលេងសិនមកមកផ្ទះអញមានការអ្វី ត្បិតខ្ញុំជាអ្នកកំសត់ទុរគតរុះរើខ្ទមមកនៅក្បែរផ្ទះលោកសេដ្ឋីខ្ញុំតែងតែឃើញលោកសេដ្ឋីប្រើអស់ខ្ញុំកំរឲ្យធ្វើស្រែចម្ការទើបខ្ញុំពីរអ្នកប្តីប្រពន្ធធ្វើត្រាប់តាមលោកសេដ្ឋី តើប្តីប្រពន្ធខ្ញុំនេះមានទ្រព្យសម្បត្តិច្រើនរបស់អំរខ្ញុំកំដរទិញបានកោក្របីជាច្រើនម្ល៉េះហើយប្តីប្រពន្ធខ្ញុំនេះរំលឹកគុណដល់លោកក៏ចង់យកមាសមួយស្ទងនេះមកជូនលោកសេដ្ឋីផងដែរ ចៅឯងបានទ្របតែប្រហែលនេះអញស្មានតែបានមកពីណាតាមពិតធ្វើត្រាប់តាមចំណេះអញសោះដូច្នេះចូលចៅឯងយកទ្របតែប្រហែលនោះយកមកឲ្យអញនឹងចែកខ្លះ ត្បិតខ្ញុំធ្វើត្រាប់តាមលោកសេដ្ឋីទើបខ្ញុំយល់ថាលោកសេដ្ឋីយកទ្រព្យតែប៉ុណ្នេះបើលោកឲ្យខ្ញុំយកទាំងអស់ខ្ញុំពុំអាចយកឲ្យលោកបានទេ បើចៅឯងមិនព្រមសត្វដំបូងមានដូច្នេះចូលចៅឯងជំនួសជំរះរឿងនេះនៅក្នុងព្រះជីវ័នទីចោះឲ្យព្រះមហាក្សត្រជួយសាច់ក្តី មើលមានចៃទាំងពីរមករកយើងនេះមានរឿងអ្វីដែរ ការទូព្រះអង្គខ្ញុំព្រះបាទទូទៅក្បែរផ្ទះលោកសេដ្ឋីធ្វើត្រាប់តាមលោកសេដ្ឋីបានផលប្រយោជន៍ទើបដឹងគុណដល់លោកសេដ្ឋីក៏យកទ្រព្យសម្បត្តិឲ្យលោកសេដ្ឋីប៉ុន្តែ លោកពុំទទួលយកនោះទេលោកថាទ្រព្យសម្បត្តិប្តីប្រពន្ធខ្ញុំទាំងពីរនេះជារបស់លោកហើយលោកក៏តែប្រឹងចៅក្រមដើម្បីជំនុំជម្រះក្តីរឿងនេះទៀតផង ចន្ទាពិចារណាឲ្យខ្ញុំម្ចាស់ផង មើលមានសិទ្ធិតើដំណើររឿងនេះដូចម្ដេចដែរ ក្រាបទូលព្រះអង្គដំណើរការសេចក្តីខ្ញុំព្រះបាទអង្គម្ចាស់នេះដោយពាក្យបរិនុក្រាបទូលនេះហៅ សេដ្ឋីនេះក៏ជាមានចិត្តលោកលន់មែន មើលមានសិទ្ធិតើលោកមានកូនឬអត់កូន ក្រាបទូលព្រះអង្គខ្ញុំម្ចាស់មានកូនប្រុសមួយ ចប់ប្តីប្រពន្ធទាំងពីរនេះមានកូនឬអត់កូន ព្រះអង្គម្ចាស់ខ្ញុំបាទមានកូនស្រីមួយ អោមនីព្រះស្ដេចទាំងពីរអើយម្ល៉េះហើយកុំខឹងនឹងគ្នាអីអញឲ្យព្រះស្ដេចទាំងពីរជងពន្ធនឹងគ្នាដោយឲ្យកូនប្រុសសិទ្ធិនិងកូនស្រីប្តីប្រពន្ធទាំងពីររៀបការនឹងគ្នាដើម្បីឲ្យទ្រព្យធនមូលចូលគ្នាលើកូននោះឯង ណែ
កូនពុកបានឲ្យកូនទៅរៀបការជាមួយនឹងកូនប្រុសលោកសេដ្ឋីហើយណា ថាម៉េចឲ្យកូនរៀបការ ត្រូវហើយកូនស្រីមានម្ដាយដោយសារតែពុកហើយនឹងម៉ែនេះបានយកព្រមនៅព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រដែលមិនអាចជំទាស់បានណាកូន តាមតពុកតាមតម៉ែទៅចាស់ យ៉ាងមិនខែអ្នកដំឡងទាំងពីរនិយាយបានអ្វីខ្លះហើយ អូចាជំរាបសួរលោកជំទាវលោកសេដ្ឋីអញ្ចឹងអង្គុយលេងសិនមក ជំរាបសួរអូសួរពូមិញទៅ ជំរាបសួរលោកពូនិងអ្នកមីង បងយ៉ែមអើយបងយ៉ែមចាលោកស្រីបងយ៉ែមទៅជួយហៅអ្នកនាងតូចឲ្យចូលមកក្រោមបន្តិចមកណាចាលោកស្រីអ្នកនាងមកជួយហៅ ណែកូនជំរាបសួរលោកសេដ្ឋីនិងលោកជំទាវ ជំរាបសួរលោកសេដ្ឋីជំរាបសួរលោកជំទាវសួស្ដីលោក មកកូនអង្គុយចិត្តម៉ែ លោកពូអ្នកមីងតើខ្ញុំអាចសូមកូនស្រីរបស់លោកពូអ្នកមីងទៅដើរលេងជាមួយខ្ញុំបានទេ ចាបានក្មួយបាន អរគុណលោកពូអ្នកមីងមកអូន